ល្បីឈ្មោះយូរឲ្យថាវត្តសម្ងាត់បងអូននេះពូកែខ្លាំងណាស់ប៉ុន្តែបងមិនងាយស្លាប់ដល់ងាយនោះបានទេណាឈិនយាយលៀងឆាប់ដោះលែងបងប្រុសយើងភ្លាមបើសិនជានាងព្រមរៀបការជាមួយនឹងខ្ញុំទាំងបងប្រុសរបស់នាងនឹងខ្លាយជាបងថ្លៃរបស់ខ្ញុំហើយអញចូលសត្វទាំងថ្ងៃហើយហើយយើតើលោកសង្ឃជួននោះមានរបស់អីល្អទៅពេលដែលអូនរៀបការជាមួយនឹងបងនេះទៅហើយនោះអូនជាអ្នកស្រីទី1នៅក្នុងស្រុកលាវចៅនេះហើយល្អជាតកូនជូររាប់រយដងទៅទៀតណាឈិនយាយលៀងកុំស្នាមនាងឈិនអីឈិនអីឈុនជួយតាសិងឆាប់ទៅតាមរកឆុងប៉ាទៅឲ្យឆាប់ឡើងឈិនយាយលៀងបើឯងហ៊ានធ្វើបាបពួកគេយើងនឹងស្លាប់បើឯងមើលជប់តាមនេះយើងធ្វើមកឡកុំឲ្យជនពិការតែពីរនាក់ចូលមកទៀតណាបាទចេញហើយចាកុំខ្លាចអូនភ័យយាវបងមិនបង្ខំអូនទេបងត្រូវការគឺមួយជីវិតរបស់អូនមិនមែនមួយយប់របស់អូនទេយើងសម្លាប់ឯងចោលឯងបានដាក់ស្នាប់នេះមិនអីទេបងគ្រាន់តែមិនចង់ឃើញអូនកើតទុកដោយសត្វបាចិត្តពេកតែប៉ុណ្ណោះថយចេញទៅថយចេញមានរឿងអីនិយាយគ្នាតាមសំណួរទៅបងប្រុសអូននៅក្នុងដៃបងនៅឡើយទេបើឯងហ៊ានប៉ះគាត់មួយសរសៃសក់យើងសម្លាប់ឯងមិនបានយើងសម្លាប់ខ្លួនឯងកុំព្រួយបងនៅមកជួបមហូបឆ្ងាញ់ខែមិនទទួលបងប្រុសរបស់អូនរហូតដល់បងប្អូនគិតយល់ទៅឈុំនឹកឃើញតាពីនៅក្មេងនៅក្បែរបងឈុំជាពេលដែលបងបានឃើញអូនជាលើកទី1តាំងពីពេលនោះមកបងពីចាប់ចិត្តស្រឡាញ់អូនហើយបងស្រឡាញ់អូនស្ដាប់បានល្អដល់ចុះបងនៅមានចិត្តអត់ធ្មត់តាំងចិត្តតស៊ូរងចាំអូនរហូតដល់ពេលដែលអូនស្ម័គ្រចិត្ត